ងខំពេលមិនទាន់បានស្គាល់រូបគេខ្ញុំពេញដោយស្នាមញញឹមឥឡូវត្រឹមយំនឹកស្ដាយរឿងកូនឡងយំគេមិនលឺឈឺគេមិនបានដឹងបើពេលនឹងខ្ញុំត្រូវស្លាប់បានប្រហែលមិនដឹងផងព្រោះគេរវល់អោបអ្នកថ្មីជួបទ្រូងគ្មានសេះសល់មួយវិនាទីគិតខ្ញុំឡើយសួរខ្លួនឯងគេអូចាំលែអាចឲ្យខ្ញុំសាយំជីវិតលីលំដោយរឿងផ្លែកផ្លែកមិនចេះចំសឡើយពីមនុស្សម្នាក់ធ្លាប់តែរឹងមាំប្រែក្លាយជាទុនខ្សោយតើថ្ងៃក្រោយខ្ញុំត្រូវរងនៅយ៉ាងណាឈឺដល់ថ្នាក់យំលែងចេញទាំងភ្នែកស្រែកឡើងបាត់សំលេងគ្មានអ្នកហួងហែងមានតែមេឃទេយល់អារម្មណ៍ឯកាពពប្រៃទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាជួយយំជួនោះខូចចិត្តឈឺគេមិនបានដឹងបើពេលនឹងខ្ញុំត្រូវស្លាប់បានប្រហែលមិនដឹងផងព្រោះគេរវល់អោបអ្នកថ្មីជួបទ្រូងគ្មានសេះសល់មួយវិនាទីគិតខ្ញុំឡើយសួរខ្លួនឯងគេអូចាំលែអាចឲ្យខ្ញុំសាយំជីវិតលីលំដោយរឿងផ្លែកផ្លែកមិនចេះចំសឡើយថ្ងៃក្រោយខ្ញុំត្រូវរងនៅយ៉ាងណាឈឺដល់ថ្នាក់យំលែងចេញទាំងភ្នែកស្រែកឡើងបាត់សំលេងគ្មានអ្នកហួងហែងមានតែមេឃទេយល់អារម្មណ៍ឯកាពពប្រៃទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាជួយយំជួនោះខូចចិត្តសួរខ្លួនឯងគេអូចាំលែជីវិតលីលំដោយរឿងផ្លែកផ្លែកមិនចេះចំសឡើយពីមនុស្សម្នាក់ធ្លាប់តែរឹងមាំប្រែក្លាយជាទុនខ្សោយតើថ្ងៃក្រោយខ្ញុំត្រូវរងនៅយ៉ាងណាឈឺដល់ថ្នាក់យំលែងចេញទាំងភ្នែកស្រែកឡើងបានសំលេងគ្មានអ្នកហួងហែងមានតែមេឃទេយល់អារម្មណ៍ឯកាពពប្រែទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាចេតនាយំជុំនោះខូចចិត្តពពប្រែទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាយំគេមិនលឺឈឺគេមិនបានដឹងបើពេលនឹងខ្ញុំត្រូវស្លាប់បានប្រហែលមិនដឹងផងព្រោះគេរវល់អោបអ្នកថ្មីជួបទ្រូងគ្មានសេះសល់មួយវិនាទីគិតខ្ញុំឡើយសួរខ្លួនឯងគេអូចាំលែអាចឲ្យខ្ញុំសាយំជីវិតលីលំដោយរឿងផ្លែកផ្លែកមិនចេះចំសឡើយពីមនុស្សម្នាក់ធ្លាប់តែរឹងមាំប្រែក្លាយជាទុនខ្សោយតើថ្ងៃក្រោយខ្ញុំត្រូវរងនៅយ៉ាងណាឈឺដល់ថ្នាក់យំលែងចេញទាំងភ្នែកស្រែកឡើងបាត់សំលេងគ្មានអ្នកហួងហែងមានតែមេឃទេយល់អារម្មណ៍ឯកាពពប្រៃទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាជួយយំជួនោះខូចចិត្តសួរខ្លួនឯងគេអូចាំលែអាចឲ្យខ្ញុំសា
វិតលីលំដោយរឿងផ្លែកផ្លែកមិនចេះចំសឡើយពីមនុស្សម្នាក់ធ្លាប់តែរឹងមាំប្រែក្លាយជាទន់ខ្សោយតើថ្ងៃក្រោយខ្ញុំត្រូវរងនៅយ៉ាងណាឈឺដល់ថ្នាក់យំលែងចេញទាំងភ្នែកស្រែកឡើងបានសំឡេងគ្មានអ្នកអង្ហើយមានតែមេឃទេយល់អារម្មណ៍ឯកាពោប្រែទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាយំជុំមនុស្សខូចចិត្តពោប្រែទៅជាខ្មៅភ្លៀងដោយកំពុងខឹងអ្នកណាឬចេតនាយំជុំមនុស្ស